មែនតើខ្ញុំបានរៀនចប់បញ្ញាបត្រយូរឆ្នាំហើយប៉ុន្តែនេះគឺជាបទពិសោធន៍ខ្លះៗដែលខ្ញុំចង់ចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាជាពិសេសសម្រាប់បងប្អូននៅទើបតែប្រឡូកនៅក្នុងវិស័យការងារខ្ញុំក៏យល់ឃើញថានៅពេលដែលយើងរៀននៅសាកលទោះបីជាយើងរៀនជំនាញអីក៏ដោយរៀននៅសាកលដែលល្បីឬក៏ធម្មតាមួយឆ្នាំបង500ឬក៏2000គឺជាអផាត់ដែលជាមួយនឹង environment ដែល toxic តែអាស្រ័យទៅលើថាតើ mental health របស់យើងអាច support ខ្លាំងបានប៉ុណ្ណាតើទៅចាប់ផ្ដើមអាជីពនៅក្នុងវិស័យការងារខ្ញុំយល់ឃើញថាទោះបីជាមានក៏មានបទពិសោធន៍ក៏ដោយយើងគួរតែប្រាប់ខ្លួនឯងថាកន្លែងណាក៏គេចង់បានយើងធ្វើជា part មួយជាមួយនឹងពួកគេដែរព្រោះដឹងអត់ពួកយើងប្រៀបបីដូចជាដុំពេជ្រដែលអត់តន់ឆ្នៃអញ្ចឹងយើងត្រូវចំណាយពេលរៀននៅសាកលវិទ្យាល័យ5ទៅ6ឆ្នាំដើម្បីយកសញ្ញាបត្រមួយយកមកបញ្ជាក់ថាយើងស័ក្តិសមជាបុគ្គលិកដែលធ្វើការជាមួយនឹងពួកគាត់ដូច្នេះហើយយើងគួរតែ confident នៅក្នុងការជ្រើសរើស company ដើម្បីតម្រូវទៅតាមអីដែលយើងចង់បានសូម្បីតែមុខតំណែងក៏ដូចគ្នាដែរយើងគួរតែជ្រើសរើសជាមួយនឹងមុខតំណែងណាដែលត្រូវទៅតាមអីដែលយើងចង់ធ្វើដើម្បីឲ្យយើងកាន់តែងាយស្រួលនៅក្នុងការដកខាត់ជំនាញរបស់យើងឲ្យកាន់តែរឹងមាំជាងមុន Life is a choice is not short anymore and do the things ដែលគាត់ថាខ្លួនឯងគួរតែទទួលបានហើយព្យាយាមធ្វើវាអស់ពីលទ្ធភាព Have a nice day